បន្តការពិភាក្សាមុននៅពេលដែល Manager គឹមបានសុំរោមស្លាប់របស់យូបាំនិងជាក៏ប៉ុន្តែបងប្អូនទាំងពីរបានធ្វើទុកមុខដូចជាមិនចង់ឲ្យនោះទេ Manager គឹមថានឹងមានបញ្ហាមែនទេនៅពេលដែលដកស្លាប់ក៏ប៉ុន្តែយូបាំឆ្លើយថាមិនមានបញ្ហាអ្វីនោះទេគេគ្រាន់តែមានអារម្មណ៍ថារៀងអៀនបន្តិចក្នុងពេលជាមួយគ្នារូបភាពបានកាត់ទៅដល់ហាងលក់ខោអាវនៅក្នុងតំបន់អនាធិបតេយ្យក្មេងប្រុសម្នាក់នោះបានប្រាប់ប្រកាន់ម្ចាស់ហាងថាគេបានឃើញសត្វបក្សីយក្សពណ៌ខៀវមួយបានហោះចេញពីច្រកទ្វារក៏ប៉ុន្តែម្ចាស់ហាងនោះថាខ្ញុំនៅតែក្នុងហាងពួកខ្ញុំមិនបានដឹងពីហេតុការណ៍នេះសោះបន្តិចក្រោយមកម្ចាស់ហាងបានលើកអាហារមកឲ្យក្មេងប្រុសនោះញ៉ាំដែលនោះគឺជាដំឡូងជ្វាដុតក្តៅៗជាមួយនឹងគីមជីជូរដោយសារតែនៅតំបន់ពួកគេចាប់ផ្ដើមចុះត្រជាក់ដូច្នេះអាហារប្រភេទនេះគឺត្រូវគ្នាជាមួយនឹងអាកាសធាតុបំផុតបងស៊ូបានលើកដំឡូងជ្វាមួយដុំយកមកហិតហើយវាពិតជាឈ្ងុយខ្លាំងណាស់ហើយនៅពេលដែលគេបានខាំមួយម៉ាត់ចូលទៅក្នុងមាត់វាពិតជាឆ្ងាញ់ដោយការរំពឹងទុករបស់គេពិតមែនហើយបានធ្វើឲ្យខ្លួនប្រាណរបស់គេមានអារម្មណ៍ថាកប់ក្ដៅជាងមុនទៀតផងបងស៊ូក៏បានហៅម្ចាស់ហាងឲ្យញ៉ាំជាមួយគ្នាតែនាងបាននិយាយថានាងបានញ៉ាំមុននេះរួចហើយម្ចាស់ហាងបានបន្តទៀតថាមើលទៅបងស៊ូដូចជាការជំងឺផ្ដាសាយក៏ប៉ុន្តែបងស៊ូបានបដិសេធថាវាគ្រាន់តែជាការឈឺខ្លួនធម្មតាតែប៉ុណ្ណោះប្រហែលជាខ្ញុំហាត់ប្រាណលើសកម្រិតពេកហើយមួយរយៈនេះម្ចាស់ហាងបន្តថាទោះបីជាប្រើថ្នាំក៏ដោយក៏អាការៈរងានៅតែមិនបាត់សោះវាមានរយៈពេល10ថ្ងៃហើយតើវាប្រហែលជារោគសញ្ញានាំមុខនៃការ Awaken ដែរឬទេគ្រុនក្តៅវិលមុខនិងឈឺខ្លួនប្រាណបានអូសបន្លាយពេល10ថ្ងៃហើយតើឯងមានអាយុ17ឆ្នាំហើយឆ្នាំនេះមែនទេការ Awaken ចាប់ផ្ដើមការ Awaken ធម្មតាចាប់ផ្ដើមនៅចុងវ័យជំទង់ដូច្នេះពេលវេលានេះគឺល្អឥតខ្ចោះបំផុតតើបងស៊ូបានឆ្លើយដោយមើលងាយខ្លួនឯងថាមនុស្សដូចខ្ញុំអាច Awaken បានយ៉ាងម៉េចម្ចាស់ហាងរៀងខឹងបន្តិចហើយសួរថាតើអ្នកគិតថាការ Awaken ខ្វល់ពីប្រវត្តិរបស់អ្នកតែមែនទេមួយរយៈនេះអ្នកថែមទាំងឡើងកម្ពស់លឿនទៀតផងបងស៊ូថាបើទោះជាគេ Awaken ក៏ដោយក៏វាគ្មានប្រយោជន៍ដែរប៉ះសិនបើរាងរបស់គេទាបម្ចាស់ហាងបានហុចលុយមួយចំនួនឲ្យទៅបងស៊ូរៀងឆ្លបន្តិចហើយម្ចាស់ហាងប្រាប់ថាលុយនេះឲ្យគេសម្រាប់ធ្វើដំណើរទៅកាន់សមាគម Hunter ដើម្បីឲ្យខាងសមាគមតេស្តរកមើលថាគេពិតជា Awaken មែនឬក៏អត់បន្ទាប់មកសាច់រឿងបានបង្ហាញពីរូបភាពរបស់ម្ចាស់ហាងនិងប្អូនប្រុសរបស់គេដែលជា Hunter ដែលបានស្លាប់រួចទៅហើយបងស៊ូរំភើបហើយសន្យាថាគេនឹងក្លាយទៅជា Hunter ដ៏ល្អហើយគេបានអរគុណទៅកាន់អ្នកស្រីម្ចាស់ហាងតែមើលទៅបងស្រីម្ចាស់ហាងដូចជាមិនពេញចិត្តនឹងពាក្យអ្នកស្រីនេះទេបងស៊ូថាគេនឹងប្រកាសជាជោគជ័យហើយនឹងផ្សងប្រាក់ទៅកាន់ម្ចាស់ហាងវិញរូបភាពបានកាត់ទៅពេលយប់នៅក្នុងពិភពបិសាចដែលបង្ហាញជានិងពួកកាមេរ៉ាកំពុងតែធ្វើរបងពីថ្មពន្លឺដែលពួកគេពិតជាខិតខំប្រឹងប្រែងធ្វើខ្លាំងណាស់យូបាំនិយាយថាការធ្វើការងារដល់ពេលយប់នេះមិនធ្វើឲ្យពួកគេហត់ប្រមាណទេដោយសារតែពួកគេគឺជាកាមេរ៉ាហើយមើលទៅគីសុកនិងគូពួកគេពិតជារញ៉េរញ៉ៃខ្លាំងណាស់គីសុកនិយាយថាគេមិនមានការវឹកហាត់ដូរទេដូច្នេះគេចង់មកជួយស៊ីអនក៏មកដល់ហើយប្រាប់អ្នកទាំងអស់គ្នាថាកំឡុងពេលដែល Manager គឹមកំពុងព្យាបាលកន្ទុយឲ្យ Blue យើងទាំងអស់គ្នាគួរតែបញ្ចប់កិច្ចការដែលយើងកំពុងធ្វើគីសុកពិតជាអន្ទះសារខ្លាំងណាស់ក្នុងការប្រាប់ Manager គឹមអំពីបញ្ហាសក់ក្បាលរបស់គាត់ក៏ប៉ុន្តែស៊ីអនថា Manager គឹមត្រូវការផ្ចង់អារម្មណ៍ដូច្នេះអ្នកអាចប្រាប់គាត់បាននៅពេលដែលត្រឡប់ទៅផ្ទះវិញហើយស៊ីអនបានប្រាប់ទៅកាន់កាមេរ៉ាទាំងអស់និងគូថាបើសិនជាពួកគេចង់រស់នៅទីនេះពួកគេត្រូវចូលរួមចំណែកធ្វើការទោះបីជាតូចក៏ដោយធំក៏ដោយហើយយូបាំគិតថាវាគឺជារឿងល្អដែលមានតួនាទីនៅគ្រប់ទីកន្លែងដែលអ្នកនៅស៊ីអនបានដើរកាន់ថ្មពន្លឺដើម្បីយកទៅដាក់ធ្វើជារបងនៅជុំវិញផ្ទះរបស់គាត់បានសួរទៅកាន់ណារីថាឥឡូវនេះអ្នកបានផ្សះផ្សាជាមួយមិត្តភក្តិរបស់អ្នករួចរាល់ហើយមែនទេណារីឆ្លើយថាត្រូវហើយមើលទៅណារីដូចជាមិនទាន់ដឹងថាស៊ីអនបានចូលទៅកម្ចាត់វិទ្យាស្ថាន Habit Institute នោះទេដែលនាងបានសួរទៅកាន់ស៊ីអនថាតើស៊ីអនពិតជាបានទៅកោសម្ព័ន្ធដូងពិតមែនទេស៊ីអនក៏មិនប្រកាសដែរគេថាគេពិតជាបានទៅកោសម្ព័ន្ធដូងពិតមែនពេលនោះណារីបាននិយាយទៅកាន់ស៊ីអនថាតាមពិតនាងមិនបានមកពីកោសម្ព័ន្ធដូងនោះទេស៊ីអនបានប្រើថាពលរបស់គាត់ដាក់របបហើយនិយាយយ៉ាងមើលម៉ាត់ទៅកាន់ណារីថាគ្មាននរណាហ៊ានមកធ្វើបាបនាងទៀតនោះទេព្រោះគាត់នឹងការពារនាងគ្រប់យ៉ាងស៊ីអននិយាយទៅកាន់ណារីថាចុះបើយើងខ្លាចទៅជាកោសម្ព័ន្ធដូងវិញតែមើលទៅណារីដូចជាមិនយល់នោះទេស៊ីអនប្រាប់ទៅកាន់ណារីថាគ្រួសាររបស់យើងចាប់ផ្ដើមរីកចម្រើនហើយដូច្នេះពួកយើងត្រូវការឈ្មោះឥឡូវនេះអញ្ចឹងដោយសារតែយើងបានបង្កើតឈ្មោះរួចហើយខ្ញុំថាយើងគួរហៅកោសម្ព័ន្ធរបស់យើងថាដូងណារីពិតជាពេញចិត្តនឹងរឿងនេះខ្លាំងណាស់ហើយគេបានអរគុណទៅកាន់ស៊ីអនដូចហើយពួកគេបានត្រឡប់មកជួបជុំគ្នាវិញនៅខាងមុខផ្ទះរបស់ស៊ីអនយើងបានឃើញអំពីទស្សនវិជ្ជាខាងលើណារីបានសរសើរថាផ្ទះរបស់យើងឥឡូវនេះពិតជាស្រស់ស្អាតខ្លាំងណាស់ភ្លាមៗកូនកញ្ជ្រោងក៏បានរត់មកអោបណារីមើលទៅស៊ីអនក៏សប្បាយ
បាយចិត្តនៅពេលឃើញក្មេងៗត្រូវគ្នាវិញភ្លាមៗស៊ីអនឮសំឡេងរបស់បលូបានហមមកពីចម្ងាយជាមួយនឹងរោមដ៏ស្រស់ស្អាតរបស់វាហើយវាបានអោបទៅកាន់ស៊ីអនទៀតផងដោយក្តីរីករាយយ៉ាងខ្លាំងហើយធ្វើខ្លួនដូចជាកូនក្មេងទៀតផងយើងឃើញថាកន្ទុយរបស់បលូឥឡូវនេះពិតជាស្រស់ស្អាតខ្លាំងណាស់ហើយ Manager Kim ក៏មកដល់តាមក្រោយដោយស៊ីអនបានសួរទៅគាត់ថាហេតុអ្វីបានជាគាត់ព្យាបាលឲ្យបលូបានលឿនម្ល៉េះ Manager Kim និយាយថាគាត់បានប្រើសារាយពណ៌ក្រហមដែលស៊ីអនធ្លាប់ឲ្យគាត់ពីមុនដើម្បីមកព្យាបាលនៅលើមុខរបួសសារាយពណ៌ក្រហមនេះមានសមត្ថភាពព្យាបាលល្អខ្លាំងណាស់រហូតដល់គេប្រើវាជាគ្រឿងផ្សំក្នុងឋានកម្រិតកំពូលលើពីនេះទៅទៀតប្រសិទ្ធភាពគឺកាន់តែអស្ចារ្យនៅពេលដែលអ្នកអាល់ឃីមីធ្វើការបំលែងធាតុដែលផ្ទាល់ទៅលើមុខរបួសបលូបានសរសើរទៅកាន់ Manager Kim ថាធ្វើជាអេរ៉ាងអាល់ឃីមីពិតជាអស្ចារ្យមែនគីសុកកំពុងតែមើលពីចម្ងាយហើយក៏បានសរសើរទៅកាន់ Manager Kim ដូចគ្នាហើយគិតក្នុងចិត្តថាដល់វេនរបស់គាត់ម្ដងហើយគីសុកបានសឹបសួរទៅកាន់ Manager Kim ថាតើគាត់អាចព្យាបាលសក់ជ្រុះបានទេ Manager Kim ឆ្លើយថាហេតុអ្វីបានជាអាចដឹងថាខ្ញុំអាចព្យាបាលសក់ជ្រុះបានគីសុកព្យាបាលខ្លាំងណាស់ទីបំផុតគេអាចមានសក់វិញហើយបន្ទាប់ពីជ្រុះសក់អស់រយៈពេល10ឆ្នាំ Manager Kim បានថែមថាការបង្កើតឱសថព្យាបាលជ្រុះសក់គឺជាវិស័យមួយដែលសូម្បីតែអ្នកជំនាញការគីមីវិទ្យាបុរាណក៏ប្រកាសចង់បានជ័យជំនះនេះដែរហើយគីសុកសន្យាថានឹងឲ្យកាដូខ្លះទៅដល់ Manager Kim នៅពេលដែលវាបានសម្រេចហេតុនេះគីសុកគេសប្បាយចិត្តខ្លាំងណាស់ហើយបានលុតជង្គង់អរគុណទៅកាន់ Manager Kim ហើយប្រាប់ Manager Kim ថាអ្វីដែលគាត់ត្រូវការឆាប់និយាយនោះគេនឹងធ្វើឲ្យបានបន្ទាប់មក Manager Kim បានប្រាប់ទៅកាន់ចាស់និងយូបាំថាគាត់ក៏បានពិនិត្យមើលស្លាបរបស់ពួកគេទាំងពីរដូចគ្នាតែមានរង្វង់វេទមន្តបុរាណមួយដែលគាត់មិនធ្លាប់ឃើញដូចគ្នាប្រសិនបើជាចង់បំបែករង្វង់វេទមន្តបុរាណនោះគឺគាត់ត្រូវការផ្លែឈើ Mandragora ដ៏ច្រើនស៊ីអនឮ Manager Kim កំពុងនិយាយពីចម្ងាយហើយសួរទៅកាន់គាត់ថាតើគាត់កំពុងនិយាយអំពីផ្លែឈើដែលមានពណ៌ក្រហមនឹងមែនទេ Manager Kim ចាប់ផ្ដើមដែលស៊ីអនក៏ស្គាល់ផ្លែឈើ Mandragora ដែរសាច់រឿងក៏បានបង្ហាញថាដើម្បីទទួលបានផ្លែឈើដែលល្អឥតខ្ចោះអ្នកត្រូវតែទទួលវាបាននៅពេលដែល Mandragora ផ្ដល់វាឲ្យដោយស្ម័គ្រចិត្តប៉ុណ្ណោះនៅពេលដែលវាចេញផ្លែពួកវាចូលចិត្តពួននៅក្រោមថ្មនិងចន្លោះរូងភ្នំដូច្នេះហើយ Manager Kim ឆ្ងល់ថាហេតុអ្វីបានជាស៊ីអនដឹងអំពីព័ត៌មានដ៏សំខាន់នេះស៊ីអនប្រាប់ថាគេធ្លាប់មានប្រវត្តិខ្លះៗជាមួយនឹង Mandragora ទាំងអស់នោះសាច់រឿងបានកាត់ទៅកាន់ស៊ីអនពេលដែលគេនៅក្មេងគេត្រូវបានត្រួតតេស្តចូលទៅកាន់ពិភពបិសាចក្នុងរយៈពេល10ថ្ងៃពេលចូលមកដល់ពិភពបិសាចដំបូងស៊ីអនគិតថាទីនេះដូចជាមិនគួរឲ្យខ្លាចនោះទេក៏ប៉ុន្តែបន្តិចក្រោយមកស៊ីអនបានឮសំឡេងអ្វីមួយចេញពីកំពតព្រៃគាត់បានចូលទៅមើលនៅទីនោះហើយគាត់បានឃើញសត្វ Mandragora មួយដែលកំពុងតែជិតស្លាប់ស៊ីអនឆ្ងល់ថាតើ Mandragora នោះអាចមានប្រហារគាត់ឬអត់គាត់បានលូកដៃទៅចាប់ Mandragora នោះក៏ប៉ុន្តែ Mandragora វាបានដឹងខ្លួនក្រោយពេលហើយបញ្ចេញក្បាច់កូនខ្វាយៗរបស់វាទៅកាន់ស៊ីអនបន្តិចក្រោយមកវាក៏អស់កម្លាំងហើយមើលទៅវាដូចជាចង់សន្លប់ស៊ីអនអាណិត Mandragora នោះក៏បានបញ្ចូលម៉ាណាខ្លះឲ្យទៅវាហើយវាក៏ចាប់ផ្ដើមងងុយដេកស៊ីអនគិតថាគួរតែរក្សាទុក Mandragora នេះពីរបីថ្ងៃសិនហើយរូបភាពក៏កាត់ទៅដល់ពេលល្ងាចនៅពេលដែលស៊ីអនកំពុងដើរតាមផ្លូវ Mandragora វាបានដឹងខ្លួននៅពីក្រោយកាបូបរបស់ស៊ីអនបានរកឃើញរូងភ្នំមួយដែលគាត់គិតថាគាត់នឹងត្រូវដេកនៅក្នុងរូងភ្នំនៅយប់នេះនៅក្នុងរូងភ្នំ Mandragora វាបានរកឃើញកន្លែងថ្មមួយហើយវាបានចូលទៅពួនក្នុងកន្លែងថ្មនោះស៊ីអនសួរ Mandragora នោះថាវាបានធូរស្រាលបន្តិចទេនៅពេលដែលបានស៊ីម៉ាណាប៉ុន្តែ Mandragora នោះវាដូចជាមិនខ្វល់នឹងសម្ដីរបស់ស៊ីអននោះទេហើយនៅពេលដែលស៊ីអនកំពុងផឹកទឹកវាក៏ចេញមកហើយធ្វើទឹកមុខគួរឲ្យអាណិតមើលទៅ Mandragora នោះវាដូចជាត្រូវការទឹកដែរស៊ីអនបានចាក់ទឹកយ៉ាងច្រើនទៅលើខ្លួនរបស់វាហើយវាបានរលាស់ខ្លួនដូចជាកំពុងតែរាំនៅពេលទទួលបានទឹករួចវាបានស្ទុះចូលទៅក្នុងកន្លែងថ្មភ្លាមៗហើយបន្តិចក្រោយមកយើងបានឃើញថាកន្លែងថ្មនោះដូចជាបញ្ចេញពន្លឺពណ៌ខៀវម្យ៉ាងមួយសន្ទុះក្រោយមក Mandragora បានដើរចេញពីកន្លែងថ្មហើយនៅក្នុងដៃរបស់វាបានកាន់ផ្លែឈើពណ៌ក្រហមម្យ៉ាងវាបានហុចផ្លែឈើនេះឲ្យទៅកាន់ស៊ីអនក៏ប៉ុន្តែស៊ីអនដូចជារៀងស្ទាក់ស្ទើរបន្តិចដោយសារតែផ្លែឈើនេះចេញពីរុក្ខជាតិបិសាចក៏ប៉ុន្តែនេះគឺជាទឹកចិត្តរបស់ Mandragora គាត់ក៏សម្រេចចិត្តភ្លក់ផ្លែឈើនោះហើយគាត់គិតថារាងកាយរបស់គាត់ក៏មានភាពស៊ាំជាមួយនឹងជាតិពុលជាច្រើនផងដែរពេលញ៉ាំផ្លែឈើនោះភ្លាមស៊ីអនមានអារម្មណ៍ថាវាផ្អែមក្រអូបនិងឆ្ងាញ់
ហើយរុនម៉ាណានៅក្នុងខ្លួនរបស់ស៊ីអនត្រូវបានបំពេញគាត់ផ្សាប់ឲ្យថាផ្លែឈើនេះមានផ្ទុកម៉ាណាស៊ីអនអើតមើលមែនដ្រាហ្គូរ៉ានៅក្នុងកន្លៀតថ្មឃើញវាកំពុងខំប្រឹងផលិតផ្លែឈើវាខំប្រឹងបញ្ចេញថាមពលផលិតផ្លែឈើរហូតដល់6ដងវាបានដើរចេញមកដោយនឿយហត់ហើយនៅតែបន្តឲ្យផ្លែឈើទៅកាន់ស៊ីអនគិតថានេះប្រហែលជាសំណងដែលវាចង់សងទៅកាន់ស៊ីអនដែលបានជួយសង្គ្រោះវាហើយប៉ុន្តែស៊ីអនមានអារម្មណ៍មិនល្អនោះទេនៅពេលដែលទទួលបានលទ្ធផលអំពីការខិតខំប្រឹងប្រែងរបស់អ្នកដទៃគាត់ប្រាប់ទៅកាន់មែនដ្រាហ្គូរ៉ាថាតែគាត់ឆ្អែតហើយមែនដ្រាហ្គូរ៉ានោះវាបានញ៉ាំផ្លែឈើរបស់ខ្លួនវាដែលធ្វើឲ្យរូបរាងកាយរបស់វាឥឡូវនេះតិចលក់ទាស់ធំជាងមុនស៊ីអនគិតក្នុងចិត្តថាគេបានយកផ្លែឈើដែលមែនដ្រាហ្គូរ៉ានោះប្រើសម្រាប់ការលូតលាស់របស់គេដូច្នេះគាត់គិតថាគាត់នឹងទូទាត់សងវាវិញនៅពេលក្រោយបន្តិចក្រោយមកមែនដ្រាហ្គូរ៉ានោះបានវាមកលើផ្លូវរបស់ស៊ីអនហើយគេងនៅលើផ្លូវនោះហើយស៊ីអនគិតថាមែនដ្រាហ្គូរ៉ានេះពិតជាគួរឲ្យចាប់អារម្មណ៍មែនគាត់គិតថាគាត់ប្រហែលជាមិនអត់សុខទេបើសិនជានៅជាមួយមែនដ្រាហ្គូរ៉ានេះយើងក៏លេចមកមើលនៅពីមុខរូងភ្នំវិញយើងបានឃើញសត្វបិសាចចំនួន2ក្បាលដែលវាមកទីនេះគឺដោយសារតែផ្លែឈើរបស់មែនដ្រាហ្គូរ៉ានោះឯងស៊ីអនបីមែនដ្រាហ្គូរ៉ាចេញមកក្រៅហើយបានបញ្ចេញក្រញ៉ាំដៃបិសាចរបស់គាត់រួចនិយាយថាខ្ញុំនឹងការពារមែនដ្រាហ្គូរ៉ានេះគាត់បានដើរចេញមកក្រៅហើយបិសាចទាំងពីរនោះបានលបវាយប្រហារទៅកាន់ស៊ីអនក៏ប៉ុន្តែស៊ីអនដូចជាមិនភ័យខ្លាចប៉ុន្មានទេគាត់បានប្រើដៃរបស់គាត់បានសម្លាប់ទៅកាន់បិសាចទាំងពីរនោះយ៉ាងងាយស្រួលរួចហើយគាត់នឹងមែនដ្រាហ្គូរ៉ានោះបានអង្គុយនៅលើគល់ឈើមួយគាត់បានបញ្ចូលម៉ាណាខ្លះឲ្យទៅកាន់មែនដ្រាហ្គូរ៉ាតែធ្វើឲ្យវាសប្បាយចិត្តខ្លាំងណាស់ស៊ីអនឈរមើលទៅកាន់ថ្ងៃលិចហើយនិយាយទៅកាន់មែនដ្រាហ្គូរ៉ាថាដល់ពេលតែគាត់ត្រូវទៅហើយក៏ប៉ុន្តែមើលត្រូវមែនដ្រាហ្គូរ៉ានោះដូចជាមិនដាច់ចិត្តឲ្យស៊ីអនត្រឡប់ទៅវិញទេស៊ីអនក៏មិនចង់ចាកចេញប៉ុន្មានដែរដោយសារតែគាត់យល់អារម្មណ៍អំពីអ្នកដែលបានសន្លប់នៅតំបន់វាលទឹកកកតែម្នាក់ឯងខ្លាំងណាស់ព្រោះគាត់ក៏ធ្លាប់ឆ្លងកាត់ហេតុការណ៍ដូចនេះដែរក៏ប៉ុន្តែបើសិនបើគាត់មិនត្រឡប់ទៅវិញគាត់នឹងស្លាប់ដោយសារតែមន្ទីរពិសោធន៍បានដាក់ spell មកលើរូបរាងកាយរបស់គាត់ប្រសិនបើគាត់យកមែនក្រានូវ៉ានោះទៅតាមគាត់នៅក្នុងពិភពមនុស្សវាក៏សាប់ដូចគ្នាដូច្នេះហើយគាត់បានសម្រេចចិត្តសាងសង់កន្លែងសុវត្ថិភាពមួយដើម្បីឲ្យមែនត្រាហ្គូរ៉ាស្នាក់នៅដែលធ្វើអំពីសូត្រដង្កូវនាងហើយគាត់បានចងសារមួយទៅលើខ្លួនមែនត្រាហ្គូរ៉ានោះដើម្បីចំណាំហើយមើលទៅមែនដ្រាហ្គូរ៉ានោះវាពិតជាសប្បាយចិត្តខ្លាំងណាស់ស៊ីអតក៏សម្រេចចិត្តបើកច្រកទ្វារទៅកាន់ពិភពមនុស្សវិញនៅពេលដែលគាត់រៀបនឹងចាក់ចេញទៅហើយមើលទៅទឹកមុខរបស់មែនដ្រាហ្គូរ៉ានោះវាដូចជាមិនចង់ឲ្យស៊ីអតចាក់ចេញនោះទេវាពិតជាចង់ទៅតាមស៊ីអតខ្លាំងណាស់វាបានយំយ៉ាងខ្លាំងហើយរូបភាពក៏កាត់មកដល់ពេលបច្ចុប្បន្នវិញយើងបានឃើញ Manager Kim និង Kisok ពួកគាត់ក៏កំពុងយំដូចគ្នាដោយសារតែស្ដាប់រឿងដ៏កំសត់ដែលស៊ីអតបាននិទានយូម៉ាប់ជាតានៅទេមិនចាប់របស់មែនដ្រាហ្គូរ៉ានិងឈីអនយ៉ាងមិនទៅឈីអនបានតបទៅវិញថាគាត់បានត្រឡប់ទៅរូងភ្នំនោះវិញនៅពីអាទិត្យក្រោយគាត់ឃើញរូងភ្នំនោះបាត់បង់ទៅហើយគាត់បន្តស្វែងរកនៅជុំវិញនោះដូចគ្នាក៏ប៉ុន្តែគ្មានដានសំបីតែមួយឈីអនមានអារម្មណ៍ថាខុសខ្លាំងណាស់ដែលឲ្យមែនដ្រាហ្គូរ៉ានៅក្នុងរូងភ្នំតែម្នាក់ឯងយូបាប់និងចាគិតថាមែនដ្រាហ្គូរ៉ានោះប្រហែលជានៅរស់ដោយសារតែឈីអនបានផ្ដល់សូត្រដង្កូវនាងឲ្យវាដូច្នេះស៊ីអនគិតថានឹងត្រូវដល់ពេលហើយដែលគេត្រូវចំណាយពេលវេលាតាមរកមែនដ្រាហ្គូរ៉ាតូចនោះរូបភាពបានបង្ហាញអំពីមែនដ្រាហ្គូរ៉ាតូចនោះដែលវាកំពុងនៅក្នុងទឹកកកហើយយើងឃើញមានកូនមែនដ្រាហ្គូរ៉ាជាច្រើនហើយមេរបស់មែនដ្រាហ្គូរ៉ានោះគឺជាមែនដ្រាហ្គូរ៉ាតូចដែលស៊ីអនបានឲ្យសូត្រដង្កូវនាងនោះឯង